ជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះមកថតដូងនេះបងប្អូននេះដូងនេះពីមុនមកគឺវារិចស្លឹកខ្លាំងហើយខ្ញុំបានកាប់នេះស្នាមកាប់វិញស្នាមកាប់វាចេញស្លឹកវានេះហ្នឹងហើយខ្ញុំបានបាញ់សារធាតុចិញ្ចឹមមកបំពន់ជាសារធាតុស័ង្កសីនិងអរម៉ូនចិញ្ចឹមវាជាដើមហើយក៏យើងបាញ់ជីទឹកបងប្អូនឥឡូវចាប់ផ្ដើមមកវិញខ្លះហើយចាំខៀវវិញខ្លះហើយនេះសិតតែស្នាមកាប់ហ្នឹងបងប្អូនកាប់ស្លឹកចាញ់ស្នាមកាប់ហ្នឹងពីមុនឡើងរិចតែម្ដងតែមិនតែឥឡូវវានេះចាប់ផ្ដើមមកស្លឹកថ្មីខៀវវិញហើយគឺថាវាអាចនឹងមកដូចដើមវិញបន្ទាប់ពីយើងបាញ់សារធាតុចិញ្ចឹមនឹងជីទឹកតែរយៈមកគឺឃើញថាវាចាប់ផ្ដើមវាទងល្អឡើងវិញដងផ្នែកខាងបងខាងនេះវាអត់ទាន់ផ្លែអីច្រើនទេតែវាចាប់ផ្ដើមនឹងផ្លែប្រហែលជាឆ្នាំក្រោយអាចផ្លែពីមិនមកស្លឹកវាចេះបងស្លឹកវាចេះនេះស្លឹកចឹងស្លឹកវាចឹងហើយខ្ញុំកាប់ចោលអស់ពីបងនេះឃើញនេះស្នាមកាប់ចោលវាលេសើខ្ញុំធ្វើអីបាត់កាប់ចោលហ្មងនេះតែឥឡូវចាប់ដើមខៀវស្លឹកដុះទួយឡើងវិញហើយនេះស្នាមធៀងខ្ញុំកាប់ចោលហើយចាប់ដើមមកខៀវដើមខ្ញុំកាប់ឡើងចង់អស់ហ្មងនេះតែឥឡូវវាស្លឹកវាចាប់ដើមមកវិញហើយជាមួយដើមនេះគឺដើមនេះនេះខ្ញុំអត់កាប់ទេបងប្អូនខ្ញុំអត់កាប់ខ្ញុំទុកបណ្ដោយវាទៅចឹងដងកប៉ាល់ផ្លែវាធំប៉ុន្តែដល់យើងបាញ់សារធាតុចិញ្ចឹមទៅចាប់ដើមវាស្លឹកវាដូចវាមកខៀវឡើងវិញខ្លះពីមុនមកឡើងរិចយេះហ្មងនេះរិចយ៉ាងដើមរិចអស់ហើយដើមស្នាមកាប់ហ្នឹងពីមិនមកឡើងយល់ឡើងចង់អស់ហ្មងស្លឹកវាចាប់ដើមផ្លែឡើងវិញអានេះអត់កាប់ទេអានេះតើបើយើងបាញ់សារធាតុចិញ្ចឹមនិងអរម៉ូនវាមកសារធាតុស័ង្កសីមកចាប់ដើមមកផ្លែច្រើនវិញនេះដូរផ្នែកខាងបងអត់ទៅផ្លែទេទំផ្លែបានប្រមាណនេះខាងបងឡើងចង់ងាប់មកហើយដល់សារយើងបានថែទាំវាដល់ហើយខ្ញុំទៅបាញ់សារធាតុចិញ្ចឹមហើយជាប្រហែលថ្ងៃមុននេះហើយឥឡូវហើយជាមួយអាទិត្យមុនឃើញថាស្លឹកវាចាប់ដើមមកបដាមកវិញជាផ្លែដែរបងផ្លែដែរឡើងខៀវដែរដើមខៀវឡើងវិញហើយស្គមដល់ឆ្នាំក្រោយអាចនឹងផ្លែដងកាមេរ៉ាទៅអង្គិតបន្តិចដងផ្នែកខាងបងហ្នឹងខាងបងអត់សូវមានផ្លែទេជើងផ្លែនឹងកដាលផ្លែច្រើនផ្នែកខាងនេះអត់ផ្លែទេផ្លែមួយផ្លែក្រៀបទេដោយសារការថែទាំអត់ដល់គឺអញ្ចឹងហើយបងប្អូនតែយើងថែទាំអត់ដល់គឺវាល្អតាមនឹងដែរដងខ្មែរបងប្អូនដងខ្មែរផ្លែធំទឹកក៏ច្រើនដែរដងខ្មែរទៅទិញពូជដងគេថាដងអោបពេលដាំជាក់ស្ដែងមិនមែនក្អូបទាំងអស់ហើយណាលាយភាគច្រើនដែរវាសឹងតែ 30% នៃដូង
នេះបាទដងក្អូបមកក្អូបឈ្ងុយអានេះដងក្អូបមានប្រហែលគេយកទាំងអស់គេយកធ្វើចំហួយដូងផងយកធ្វើកាហ្វេផងយកធ្វើច្រើនណាហើយដល់ខ្ញុំកាប់ចង់អស់ហើយភេទដូងខ្មែរផងដូងខ្មែរដែរសក់បានថប់វីដេអូមុនទេចិត្តទីផ្លែច្រើនរួមរាល់ថ្ងៃកាត់តែវិលជុំវិញរោងមាត់កាប់វិលជុំអូខេបាយបាយបងប្អូនអរគ្នាបាទជួបនៅវីដេអូក្រោយប្រហែលជាមួយខែទៀតអាចថតណាដងខាងបងមិញដែលខ្ញុំបង្ហាញមិញមើលវាជាយ៉ាងណាចាប់ដើមមកបដាបដាទៀតហើយក្តាប់សោះយើងកាប់មកយកមុនអស់ហើយចាប់ដើមមកក្តាប់ទៀតហើយបងសង្កេតឃើញដងនេះមើលអញ្ចឹងស្លឹកវានឹងរិចអញ្ចឹងបងរិចយកមកអាដូរប្រហែលដែរដែលខ្ញុំបង្ហាញប្រហែលនាទីមុនហ្នឹងគឺវាអញ្ចឹងស្លឹកវាអញ្ចឹងហើយខ្ញុំកាប់ចោលបន្តិចទៅដើមនេះវាអញ្ចឹងដែរហើយខ្ញុំកាប់ចោលអស់ហើយអូខេបាយបាយបងប្អូនអរគ្នា